ឃើញថាសិស្សស្រីមានច្រើនជាងសិស្សប្រុសដែរពូអូចឹងមកណៃនៅតែឯងប្រុសតែឯងមកខេតប្រហែលម៉ានអឺប្រូខ្ញុំមិនក្រេតើផងប្រូ ទៅឆ្លើយចឹងម៉ានក្មួយម៉ានមកលៀនអ្នកច្រើនអូក្មួយពូចង់សួរសំណួរតិចបានទេចាធ្វើបានសំណួរពាក់ព័ន្ធប្រជាពលរដ្ឋនៅទូទាំងខេត្តបាត់ដំបងមានប្រហែលម៉ានអ្នកដឹងអត់ប្រហែលម៉ានប្រូ1លានណាចា72លានអីដែរដល់90000នាក់ចិត្ត100000នាក់បាទទូទាំងខេត្តណាចាប្រហែល30000នាក់អូក្នុងហ្នឹងប្រុសឬស្រីច្រើនជាងគេប្រុសស្រីថាស្រីជឿសួរពូអូឥឡូវពូមានសំណួរមួយសួរក្មួយសំណួរហ្នឹងតកតងនឹងប្រជាពលរដ្ឋទូទាំងក្រុងនិងខេត្តបាត់ដំបងយើងចាឥឡូវពូសួរក្មួយថាប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងយើងមានប្រហែលប៉ុន្មានអ្នកប្រហែលម៉ែហើយម៉ានប្រហែលទេអត់ទេអើយប្រហែល2លាននាក់2លាននាក់ហើយក្នុងហ្នឹងប្រុសឬស្រីច្រើនជាងគេគាត់ថាប្រុសអូខេអរគុណច្រើនអូទៅអូនជុំមួយទីសិនហើយខាងជុំស្ដីបងបាទស្ដីពូឥឡូវចង់សួរសំណួរមួយស្រាលទេសំណួរហ្នឹងពាក់ព័ន្ធនឹងប្រជាពលរដ្ឋនៅបាត់ដំបងទាំងអស់អូនដឹងថាប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងមានប្រហែលប៉ុន្មានប្រជាពលរដ្ឋនៅខេត្តបាត់ដំបងមានប្រហែលខ្ទង់1លានអ្នកជាងពូអញ្ចឹងនៅក្នុងហ្នឹងប្រុសឬស្រីច្រើនជាងគេក្នុងហ្នឹងប្រហែលជាស្រីច្រើនជាងប្រុសអញ្ចឹងមានអំណាចឲ្យថាអញ្ចឹងមានអំណាចជាស្ដែងឃើញថាពីច្រើនប្រជាជនស្រីមានច្រើនណាមួយបើនៅក្នុងសាកលឬក៏នៅសាលារៀនក៏យើងឃើញថាសិស្សស្រីមានច្រើនជាងសិស្សប្រុសដែរពូអូចឹងមកណៃនៅតែឯងប្រុសតែឯងអូទៅខាងមកក្រុមនេះសិនជុំគ្នាណ៎សួស្ដីបងបាទសួស្ដីពូបាទសួស្ដីឥឡូវពូមានសំណួរមួយសួរបាទពូអំពីបាត់ដំបងយើងបាទពូបាទក្មួយដឹងថាប្រជាពលរដ្ឋទូទៅក្នុងខេត្តបាត់ដំបងមានប្រហែលប៉ុន្មានកាត់ប្រូកាត់ណាប្រហែលប៉ុន្មានហ៎មកខេតប្រហែលប៉ុន្មានប្រូខ្ញុំមិនក្រេតើផងប្រូទៅឆ្លើយចឹងប៉ុន្មានក្មួយម៉ានមកលៀនអ្នកច្រើនណាឆ្លើយបាទមកលៀនអ្នកជាងលៀនអ្នកជាងអូឆ្លើយណាទីម៉ានអីបាទទី9អីក្មេងទី9បាទឥឡូវក្នុងហ្នឹងមានប្រជាពលរដ្ឋប្រុសឬស្រីច្រើនជាងគេស្រីជាជនស្រីច្រើនជាងគេបាទអរគុណច្រើនបាទយេស៊ូខ្ញុំមានសំណួរសម្បាញ់ពីខេត្តបាត់ដំបងបងអាចជួយឆ្លើយបានថាមួយខេត្តបាត់ដំបងមានប្រជាពលរដ្ឋប្រហែលប៉ុន្មានមួយខេត្តនេះហ្មងបងប្រហែលជាអាចប្រហែលជាចន្លោះពីមួយខែទាំងមូលហ្មងមួយខែហ្នឹងហើយអាចចន្លោះពីខ្ទង់30000ទៅ40000អញ្ចឹងនៅក្នុងហ្នឹងគិតថាប្រុសឬស្រីយ៉ាងនេះគេខ្ញុំគិតថាស្រីហើយនេះមិនថាអញ្ចឹងព្រោះភាគច្រើនអ្នកនៅនេះសបោស្រីមែនទេចាអូខេអរគុណច្រើនល្បីបដ ாய் មុនចិត្តតរ៉េនសិនសួស្ដីអូនសួស្ដីពូអូចិត្តតរ៉េនញ៉ាំទៀតឥឡូវចង់សួរមួយមានសំណួរមួយពីបាត់ដំបងពីក្រុងពីខេត្តបាត់ដំបងទាំងមូលចង់សួរខាងក្មួយថាប្រជាពលរដ្ឋទូទៅមកខេត្តបាត់ដំបងមានប្រហែលប៉ុន្មានដឹងអត់អត់ដឹងទេពូប្រហែល10000ហ្នឹង
hai bay mơn nè នេះអូក្នុងហ្នឹងប្រុសឬស្រីច្រើននេះគេ sray ទៅច្រើននេះគេ ចា មិនបានថាអញ្ចឹង ដោយសារឃើញស្រីច្រើន អរគុណច្រើន ចា បងចង់សួរសំណួរមួយអូន តបានខាងនេះហ៎ ឥឡូវចង់សួរមួយអូនដឹងថាប្រជាពលរដ្ឋទូទៅនៅក្រុងបាត់ដំបងនៅខេត្តបាត់ដំបងទាំងមូលមានប្រហែលប៉ុន្មានអ្នកដឹងអត់ hai bạn ហើយម៉ា យើងចៃទៅខេត្តបាត់ដំបងច្រើនតែមែនអត់ ừ ដល់17លានអ្នកយើងចៃនឹងខេត្ត hai trong chất pi liên này ấy đây đâu អញ្ចឹងនៅក្នុងហ្នឹងមានប្រុសឬស្រីច្រើននេះគេ Việt Nam ស្រី mà tới không sray srayច្រើនដែរ ហើយđâyបានថាអញ្ចឹង ដោយសារតែនឹងយើងមើលតាមលក្ខណៈទូទៅមួយខេត្តហ្មងបងឃើញជាទូទៅឃើញស្រីច្រើនជាងបុរសអញ្ចឹងណា អញ្ចឹង ចា អរគុណច្រើនសួស្តីអូន chào ông ឥឡូវមានសំណួរចង់សួរពីបាត់ដំបងអូនអាចជួយឆ្លើយបានពីប្រជាពលរដ្ឋទូទៅនៅទូទាំងខេត្តបាត់ដំបងមានប្រហែលប៉ុន្មាន hai tôm chất mà nó này nó là cá trôi nam nó chiên chất đập mơn nè បាទទូទាំងខេត្តណា chà cái này chăm tích bao chăm tích ហើយមិនស្អីទេអត់ស្អី anh ចឹងឥឡូវ nhưng mà sao đăng ហើយ này ដល់មើលនេះណោះចឹងនៅក្នុងហ្នឹងប្រុសឬស្រីច្រើននេះគេ sray nhưng cái thà sray sao những cái អូមិនបានយល់អញ្ចឹង ដោយសារតាភាគច្រើនប្រជាជននៅកម្ពុជាយើងទាំងអស់មិនចាំថានៅបាត់ដំបងឯងភាគច្រើនស្រីច្រើនជាងប្រុសដូចនៅតាមសាលារៀនអញ្ចឹងភាគច្រើនមានស្រីច្រើនជាងប្រុស អូអរគុណច្រើន ចា អូមកបណ្ណាល័យខាងសួននៅសម្ដេចសុខេងម្ដងអូជួបបងស្រីសួស្តីបងស្រី សួស្តីបង អូបងមានសំណួរតែពីរសំណួរខ្លីៗទេ ចាបង ចង់សួរចំនួនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងមានប្រហែលប៉ុន្មានអូន ក្នុងខេត្តបាត់ដំបងហ្នឹងហ្មងបងខ្ទង់លៀនបងខ្ញុំហៅមួយលៀន មួយលានណា ចាខ្ទង់មួយលៀន ជាង ជា ក្នុង ងអីបង បាទមួយលានជាងហ្នឹងមានប្រុសឬស្រីច្រើននេះគេ ស្រីច្រើនជាងបង មែនទេ ចាខ្ញុំត្រាប់ខ្ញុំជាកទុកបងព្រោះអីយើងអត់ដែលដឹងសិក្សាថាស្រីឬក៏ប្រុសច្រើនប៉ុន្តែយើងគិតថាជាទូទៅមនុស្សស្រីគឺគាត់ច្រើនគិតថាច្រើនជាង អរគុណច្រើន អរគុណច្រើនបង មកជួបមួយក្មួយនៅបាត់ដំបងនៅខាងជិតបណ្ណាល័យទៀតបាទសួស្តីបងអូន សួស្តីពូ បាទចង់សួរសំណួរខ្លះពីបាត់ដំបងពីខេត្តបាត់ដំបងយើងបងអាចជួយឆ្លើយបានថាប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងមានប្រហែលប៉ុន្មានហ្នឹងអត់ហើយបាន មានច្រើនណាស់ពូ នឹងឲ្យច្រើននឹងប្រហែលប៉ុន្មានប្រហែលប៉ុន្មានហ្នឹង បាន ប្រហែលប៉ុន្មានណា 30000ជាង 30000នាក់ជាងហ៎ជាងនៅក្នុងហ្នឹងគិតថាប្រុសឬស្រីយ៉ាងនេះគេ ស្រី ស្រីយ៉ាងនេះគេអរគុណច្រើនប្រជាពលរដ្ឋនៅទូទាំងខេត្តបាត់ដំបងមួយគិតថាមានប្រហែលប៉ុន្មាន មានប្រហែលជាខ្ទង់សែនខ្ទង់លៀននេះ ប្រហែលជាលាននឹងសែនអញ្ចឹងគិតថាមនុស្សប្រុសឬស្រីយ៉ាងនេះគេ ស្រី ស្រីយ៉ាងនេះគេ ចា អរគុណច្រើនឥឡូវមកជួបអូនស្រី2នាក់ទៀតសិនស្ដីអូន ចាបងសួស្តី អូននៅមកលេងសួនហ៎ ចាបង ឥឡូវអូនឯងអ្នកបាត់ដំបងឬក៏អ្នកណាដែរអូន អត់ទេបងខ្ញុំអ្នកខេត្តបន្ទាយមានជ័យ អូអ្នកទីមជ័យតែបងចង់សួរតើតើនឹងសំណួរបាត់ដំបងបណ្ដោយអីចឹង ចាបង អូនអាចជួយឆ្លើយប្រហែលបានថាប្រជាពលរដ្ឋនៅទូទាំងខេត្តបាត់ដំបងមានប្រហែលប៉ុន្មានហ្នឹងអត់ អត់សូវច្បាស់ដែរបងប៉ុន្តែតាមការស្មានប្រហែលជា90000នាក់បង 4នាក់ហើយ ចា អញ្ចឹងនៅក្នុងហ្នឹងមានប្រជាពលរដ្ឋប្រុសស្រីអ្នកណាច្រើនជាងពីរហ្នឹង ភាគរយស្រីច្រើនជាងហ្មងអានេះតាមការខ្ញុំមើលឃើញណាបង អរគុណច្រើន បង យោងទៅតាមទិន្នន័យវិទ្យាស្ថានជាតិស្ថិតិហៅកាត់ថា NIS បានបញ្ជាក់ថាប្រជាពលរដ្ឋសរុបរបស់ខេត្តបាត់ដំបងគឺមានរហូតដល់ទៅ1,367,000 នាក់ដោយឡែកស្ត្រីគឺមានច្រើនជាងបុរសដែលស្ត្រីមានរហូតដល់ទៅ53,000ហើយបុរសមាន51,000សូមអរគុណទៀមលក់អង្គរធម្មជាតិខេត្តបាត់ដំបងដែលមានទីតាំងនៅខាងត្បូងនេតយ៉ង600ម៉ែត្រទល់មុខសន្តាគារ California ក្រុងបាត់ដំបងបងប្អូនដែលចង់ទិញអង្គរឆ្ងាញ់មានគុណភាពល្អធានាដូរវិញប្រសិនបើគុណភាពមិនល្អសូមតាក់ទងទៀមលក់អង្គរធម្មជាតិខេត្តបាត់ដំបងអង្គរបាត់ដំបងសុទ្ធ 100%
ផ្ញើទូទាំង25ខេត្តក្រុងនៅរាជធានីភ្នំពេញដឹកហ្វ្រីនៅបាត់ដំបងក៏ដឹកហ្វ្រីតម្លៃមិនខុសទីផ្សារអាចមានការបញ្ចុះតម្លៃពិសេសផងដែរសូមអរគុណ